ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាគឺថ្ងៃនេះគឺខ្ញុំមកធ្វើការបង្រៀនរបៀបដោះ profile Facebook ដែលជាប់សញ្ញាលឿងអញ្ចឹងជាដំបូងយើងចូលមកយើង scroll រកពាក្យថា help and support អញ្ចឹងជាដំបូងយើងធ្វើការទៅថតរូបដើម្បីយកមកដាក់ស្នើសុំសិនយើងចុចទៅលើ account profile របស់យើងតោះមកយើងរកសញ្ញានេះយើង screenshot វាមួយទៀតហើយយើងចូលទៅទៀតចូល professional យើង screenshot វាមួយទៀតបន្តមកយើងចុចកន្លែង recommend រួចយើងធ្វើការ screenshot វាមួយទៀតយើងចុចចូលហើយយើង screenshot កន្លែងនេះមួយទៀតដើម្បីយកទៅដាក់ស្នើសុំណាបន្ទាប់ពីថតរួចអស់យើងចុចចេញមកវិញអស់មករួចយើងចូលទៅកន្លែងtray 3នេះដើម្បីទៅដាក់ស្នើសុំយើងចុចយកពាក្យថាhelp and support ទៅដែរតោះមកយើងចុចយកពាក្យ report problem ហើយយើងយក report problem ខាងលើទៀតយើងចុចយកអាហ្នឹងទៀតទូយើង search ពាក្យថា profile ដើម្បីយើងដាក់ស្នើពេលដែលចេញតម្រងបែបនេះយើងចុចយក upload phone ហើយយើង click ទៅលើរូបភាពដែលយើងបានថតដើម្បីយកមកដាក់ស្នើជំនាញហ៊ានទី1ទី2ទី3ទី4ហ្នឹងដែលខ្ញុំបានថតមិញហ្នឹងចឹងយើង click វាអស់ហើយបន្តមកយើងមកទៅសេសារដាក់ស្នើសុំហើយសារហ្នឹងគឺខ្ញុំដាក់នៅខាងក្រោម comment ឲ្យអ្នកនរគ្នាអញ្ចឹងយើងស្នើសុំរួចហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងបាយបាយអ្នកនរគ្នា